ស្ពាននេះយើងពីវត្តជ្រោយនេះយើងអត់ធ្វើថ្មីទេយើងធ្វើនៅដដែលក៏នេះយើងនេះស្ពានវត្តជ្រោយណាស្ពានវត្តជ្រោយប្រវែង90ម៉ែត្រទៅដល់80ទៅ3ម៉ែត្រស្ពាននេះយើងគៀបដដែលនិយាយថាគៀបដដែលបេតុងអីតែបេតុងផ្លូវសម្រាប់បើកឡានបើកអីនេះគឺគៀបដដែលទេដោយសារលក្ខខណ្ឌស្ពានវានៅថ្មីដែរនៅទិភាពល្អឡើយហើយយើងធ្វើតែផ្លូវដើរណានេះមិនមែនផ្លូវដើរដែកធ្វើអញ្ចឹងទេណាគ្រាន់តែពទាដើម្បីយើងធ្វើណាយើងតម្លើងដែកហើយយើងតម្លើងដែកយើងត្រូវនេះតម្លើងស្វានប្រឡងក្នុងពីប្រឡងនេះស្វានហើយគេតម្លើងនេះប្រឡង4 1ម៉ែត្រ1លើហើយក្រោមនោះ2ម៉ែត្រ1លើ1ម៉ែត្រហើយមកទីតាំងមាន4ប្រឡងតាំង4ប្រឡងអញ្ចឹងយើងទៅផ្លូវដើរថ្ងៃនេះក៏ต้อง install និយាយទៅពទានេះខ្ញុំនិយាយអត់សូវហ៊ានដើរទេជាងគាត់ជំនាញគាត់ដើរល្អតែខ្ញុំអត់សូវហ៊ានដើរទេទុនដែកមែនតែវាទុនណាតែគេធ្វើចឹងដែរមុំហើយបើគាត់ថាសម្រាប់យើងវាអ្នកខ្លាចជាគាត់ដើរទៅធ្វើទៀតទីតាំងបឹងតាមមកដោយកាត់ទៅស្ពានវត្តជ្រោយបងប្អូនឃើញមកប្រឡងមួយប្រឡងមកទីតាំងមួយប្រឡង4ណាប្រឡង4អញ្ចឹង1ម៉ែត្រ1ប្រឡង4ចាប់ទៅខ្ញុំគិតថាឲ្យអាក្រមវាទល់អាខ្លះមិនទាន់ដោតទេនេះយើងមើលណានេះដោតហើយអញ្ចឹងវាអានេះហើយយើងប្រើដែកក្រាស់ដើម្បីធានាថាយើងមកជើងដើរទៅក៏មិនមានគ្រោះថ្នាក់សំខាន់ជាងគេអាប្រឡងហ្នឹងហើយប្រឡងហ្នឹងហើយដូចខ្ញុំចេញវីដេអូមើលធ្វើឲ្យមើលទៅតម្លើងដៃជាប់កៅនឹងប្រឡងហ្នឹងមិនណាវីដេអូក្នុងเพจខ្ញុំមានហើយអត់ទៅឆ្ងាយខ្ញុំអត់ហ៊ានទៅទេខ្ញុំបានឡើងទៅលើមិនដឹងទេហើយនោះមានជំនាញមួយដែលគាត់តាមមើលចំណិចធ្វើអីគាត់តាមមើលខ្ញុំពួកខ្ញុំបានរៀនគាត់ទៅចេះហើយគាត់ទៅធ្វើមិនគួរសំខាន់ install ប្រឡងហ្នឹងគាត់ថាយើងចេះទីមួយគឺរនភូមិយើងត្រូវតែស្អាត clean ល្អជំរឿគ្រប់ទីលើជំរឿគ្រប់ហើយកាវយើងត្រូវមិចញីឈ្មោះនឹងឲ្យសពហើយយើងដោតដើម្បីឲ្យកាវពេញរុនណាដូចខ្ញុំវីដេអូខ្ញុំមុនហ្នឹងបានយើងទុកចិត្តបាននេះឧបករណ៍គាត់មាន compressor អីអស់ការគាត់លាយហើយមានម៉ូទ័រមិចអីចឹងណាត្រូវតែមានម៉ូទ័រមិចចឹងបានដើម្បីឲ្យវាស្មារសាច់ល្អបាទនេះទីតាំងស្ពានវត្តជ្រោយដែលធ្វើតែប្រកាន់ដៃទេណាទៀតវត្តជ្រោយដែលយើងម្ចាស់ដើមវត្តបានធ្វើឡើងក្នុងពេលនេះយ៉ាងលោកពុទ្ធបរិស័ទទាំងឡាយដែលប្រជុំជានេះតំណដោយ suspension joint ដែលផលនៅខ្លះដែរតម្លើងដៃប្លុកមួយនៅខ្លះនៅតិចតួចដែរមិនអត់ទេទៅសងខាងផ្លូវដើរសងខាងអូខេអរគុណច្រើនដែលបានទស្សនាបាទជំរាបលាអរគុណ